តាំងពីចេកទុំមកមានអារម្មណ៍ថារវល់រហូតរវល់ធ្វើចេកចៀនផងចេកខ្ទិះផងសំចេកផងនិយាយទៅមិនដឹងស្អីតស្អីទេបងប្អូនហើយដោយសារចេកហ្នឹងវាទុំទាំងអស់តែម្ដងដល់ពេលអញ្ចឹងខ្ញុំធ្លាប់មានបទពិសោធន៍កាលមុនឡើង4ស្ទងហ្មងទុំម្ដងទុំទាំងអស់អត់ដឹងតែធ្វើអីទាន់ទេវាទុំលឿនពេកយំកាលហ្នឹងចោលអស់ឡំចេះតិចស្ដាយចេកមែនទេអត់បានដាក់លក់ទេប៉ុន្តែក្រោយមកទៀតបើខ្ញុំដឹងថាខ្ញុំហូបអត់អស់គឺខ្ញុំដាក់លក់ខ្លះហើយថ្ងៃនេះគឺដោយសារតែឃើញចេកដាំវ៉ានឹងទុំអញ្ចឹងទៅខ្ញុំក៏ឆ្លៀតវិញសំចេកបន្តិចអានេះគេហៅថាសំចំហុយបងប្អូនមិនមែនសំចេកទេសំចេកហ្នឹងឯងប៉ុន្តែរបៀបសំចំហុយយើងមិនបាច់ចងទេយើងដាក់ចំហុយអញ្ចឹងណាប៉ុន្តែបើសំចេកចាយើងស្ងោរក្នុងទឹកអាហ្នឹងយើងត្រូវចងពួកអីការពារកុំឲ្យវាចូលទឹកហើយស្ងោរចាគឺមិនយូរទេតែ1ម៉ោង2ម៉ោងឆ្អិនហើយសំចំហុយស្រួលហើយនឹងហើយខ្ញុំហូបអត់អស់ខ្ញុំដាក់ក្នុងទូទឹក